Chẳngចំណុចដំបូងនៅក្នុងការចាប់ផ្ដើមដោះអានេះមកដំបូងបាទដោះប្រឡងពីគ្រាប់ហើយបាទដោះទៅនេះចេញមួយទៀតវិធីសាស្ត្រដោះងាយស្រួលដោះពីនោះចេញហើយមកខាងនេះដោះប្រឡងនេះចេញវិញដោះហើយយើងដកចេញមកតែម្ដងឃើញណាបន្ទាប់ពីពេលដកប្រឡងនេះចេញរួចហើយបងប្អូនកុំភ្លេចជាមួយនឹងគេចាប់នៅខាងក្រោមយើងអាចទាញវាចេញមកទុកខាងនេះសិនមកបាទកុំឲ្យមានការទើបទេងណាបាទទាញទុកម្ដុំទេណាបន្តមកទៀតយើងធ្វើការដកចេញមកប៉ុន្តែមុននឹងដកចេញយើងត្រូវបង្ហើបអាចយើងក្នុងសិនណាបាទបង្ហើបវាផុតមកបាទបង្ហើបវាផុតមកហើយយើងធ្វើការដកចេញមកបាទអូខេអញ្ចឹងវិធីដោះគឺបែបនេះណាបាទអូខេណាសង្ឃឹមថាបងប្អូនយល់ណាបាទហើយខ្ញុំនឹងធ្វើការបំបែកមួយដើម្បីបងប្អូនងាយស្រួលរៀនផងដែរសងខាងនៅក្នុងការដោះគឺដោះដូចគ្នាបងប្អូនទាំងអស់គ្នាយើងធ្វើវិធីដដែលបាទចំណុចទាំងអស់ដែលខ្ញុំកំពុងតែរៀបរៀងជាវីដេអូទុកជូនពុកម៉ែបងប្អូននេះគឺជាគោលដៅសំខាន់ដែលខ្ញុំលើកឡើងហើយក៏ជាចំណុចតិចតូចដែលខ្ញុំនឹងคลิกប្រាប់នៅក្នុងសាច់វីដេអូនេះតែម្ដងទូនាទីមួយណាប្រើអីមួយណាបែបណាមួយណាមានទូនាទីអីពីណាទៅណាខ្លាំងឬខ្សោយខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នានៅក្នុងសាច់វីដេអូនេះតែម្ដងណាឥឡូវនេះយើងធ្វើការបែងចែកទូនាទីឲ្យហើយមុននឹងយើងដោះរឿងអញ្ចឹងធ្វើអត់មានប្រមាណអញ្ចឹងខ្ញុំនឹងធ្វើការដោះឲ្យបងប្អូនមើលហើយទូនាទីអីខ្លះយូរបន្តិចតែវីដេអូនេះគឺវីដេអូពេញណាយើងប្រើរបស់ងាយទៅបាទមួយនេះគឺជាបាទកាក់ស្ពាន់មួយដែលមានរុនតូចនៅខាងក្នុងតួនាទីរបស់វាគឺបញ្ជូនខ្លាញ់គោដើម្បីចិញ្ចឹមបដូលបូមបាទបងប្អូនស្គាល់បដូលបូមហើយបដូលសដែលនៅជាមួយនឹងបឡោះកណ្ដាលនេះណាបាទនៅពេលដែលយើងធ្វើការរត់ចូលគឺខ្លាញ់គោនឹងបានជ្រាបចូលនៅក្នុងគេហៅចង្អូនេះគឺវាផ្ទុកទៅដោយខ្លាញ់គោនៅពេលដែលការរត់ចូលទៅគឺវាជ្រាបខ្លាញ់គោចូលទៅខាងក្នុងដើម្បីចិញ្ចឹមដើម្បីកុំឲ្យខូចហ្វឺតអញ្ចឹងបងប្អូនបាទបន្តមកទៀតយើងធ្វើការដោះហ្វឺតដែលគេហៅថាហ្វឺតកនិចនេះរឹតតែយើងរឹតឲ្យខ្លាំងវារឹតតែរីករួមមកតូចបាទន័យថាយើងរឹតខ្លាំងវារួមមកតូចបែបនេះណាបាទខ្ញុំមិនទាន់ដោះបងប្អូនមើលប៉ុន្តែខ្ញុំឲ្យមើលក្នុងនេះណាបាទមកយូរហើយនេះគឺរូបរាងវាកនិចបែបនេះនៅពេលដែលដាក់ហ្វឺតមកខាងទៀតចូលកន្លែងនេះវានឹងធ្វើការរឹតបញ្ចូលគ្នាតឹងរឹតបញ្ចូលគ្នាវាធ្វើឲ្យសម្ពាធនៃរុនកណ្ដាលនេះគឺរួមតូចគឺចិត្តទឹកនៅពេលដែលបឡោះកណ្ដាលនេះរួមតូចវាអាចទៅជាមានសម្ពាធទៅជាក្តៅមានតួនាទីខ្លាញ់គោចូលជ្រាបចូលនៅក្នុងប្លោះកណ្ដាលនេះដើម្បីចិញ្ចឹមណាអូខេណាបាទសង្ឃឹមថាបងប្អូននឹងយល់ហើយបើអត់យល់បងប្អូនអាចចូលគ្រប់ឬក៏ឆាតមកសួរខ្ញុំផ្ទាល់ comment សួរខ្ញុំផ្ទាល់បាទអញ្ចឹងមើលឲ្យចំណុចដោះទាំងអស់គ្នានេះដូចខ្ញុំនិយាយប្រាប់បងប្អូនទាំងអស់គ្នាមិញនេះបាទនេះគឺមាន1មាន2មាន3បាទតើរូបរាងបែបណាយ៉ាងក្នុងនេះអស់ហើយណាបាទមាន3ហ្នឹងអស់ហើយណាបងប្អូនបាទមាន3នៅពេលដែលដាក់ចូលគឺដាក់បែបនេះណាដាក់ត្រួតគ្នាដូចកងឡានអញ្ចឹងណាបាទឃើញអត់វាស្អិតចូលគ្នាណាបាទនេះគឺស្អិតចូលគ្នាបែបនេះបាទនៅពេលដាក់ទៅចូលវារឹបអញ្ចឹងឥឡូវវាដាច់ទៅវាខូចទឹកណារួចហើយចំណុចខ្លះដែលខ្ញុំគួរនិយាយតទៅទៀតគឺខ្ញុំចង់បញ្ជូនសារប្រាប់បងប្អូនពីទូនាទីទឹកម្ដងខ្ញុំនឹងប្រាប់នៅពេលដែលពីស្តុងរត់ចូលប្លោះនេះចេញចូលគឺបញ្ជូនទឹកមកគឺបុកចូលពីនេះមកនេះណានៅកន្លែងនេះមានក្លឹបបិទមួយបិទនេះគឺរុញចូលមកគឺអត់ចេញទេតែបើសិនជាពីស្តុងរត់មកនេះវិញគឺក្លឹបនេះនឹងបើកនេះក្លឹបនេះនឹងបើកណាបាទបើកដើម្បីអីបើកដើម្បីឲ្យទឹកចូលទូនាទីទឹកចូលរួចហើយចូលមកក្នុងនេះនៅពេលដែលពីស្តុងរុញចេញទៅវិញគឺទឹកមកបិទនៅពេលដែលទឹកនេះបិទទឹកនេះបញ្ជូនមកតាមនេះបាទបញ្ជូនមកតាមនេះនេះចេញតាមប្រឡងនេះគឺប្រឡងក្បាលបាញ់ឆ្នាំនោះឯងបាទប្រឡងក្បាលបាញ់ឆ្នាំនោះឯងនៅពេលដែលរៀបចំចូលទៅវិញខ្ញុំនឹងឲ្យបងប្អូនមើលហើយខ្ញុំនឹងតេស្តឲ្យបងប្អូនមើលថាតើទឹកវាប្រព័ន្ធទឹកវាចេញទៅណាហើយយើងគួរតែមើលយ៉ាងម៉េចបានដឹងថាវាខ្សោយទឹកយើងមើលមិនបានដឹងថាវាខូចអញ្ចឹងណាបងប្អូនបាទរងចាំមើលវីដេអូរបស់នេះយើងបានពិនិត្យមើលឃើញថាហ្វឺតទាំងអស់នេះគឺយើងបានដោះរួចទៅហើយហ្វឺតថ្មីគឺយើងមានដែរហើយយើងមកពិនិត្យបច្ច័យជាមួយនឹងបដូលពីស្តុងវាម្ដងអញ្ចឹងណាអញ្ចឹងយើងមើលថាតើវាអាចប្រើបានឬក៏អត់អញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំនឹងធ្វើការជូតបាទធ្វើការជូតណាយើងមើលសិនតើវាប្រើបានឬអត់អញ្ចឹងណាអញ្ចឹងខ្ញុំមើលឃើញថាបាទខាងចុងនេះ
គឺយើងធ្វើការប្រើអត់បានទេបាទ 100% គឺប្រើអត់បានទេបាទហើយយើងធ្វើការមើលខាងនេះម្ដងបាទខាងនេះម្ដងគឺខាងនេះក៏ប្រើអត់បានដែរហេតុអ្វីបានប្រើអត់បានក៏ព្រោះតែបាទវាខូចក្រុមអីនេះគឺក្រុមអីហើយនេះគឺដែកហេតុអ្វីបានខូចយើងប្រើយូរមានទឹកមានស្នាមច្រេះរបដាច់រលាត់មិនអាចប្រើបានទៀតទេហើយយើងដូរហ្វឺត100ហ្វឺតទៀតក៏ប្រើកើតដែរឥឡូវលុះត្រាតែរើបាទរើបាបំនេះដើម្បីណាដូរអីគេគឺដូរបដូលបាទដូរបដូលពីស្ទង់ចេញអញ្ចឹងយើងរងចាំម្ចាស់គេមកដើម្បីបាទសួរព័ត៌មានបន្ថែមហើយរើតែម្ដងរើដូរតែម្ដងអញ្ចឹងបងប្អូនរងចាំមើលវីដេអូពេញឥឡូវនេះឃើញថាម្ចាស់គាត់មកហើយម្ចាស់គាត់មកគាត់នាំយករបស់កាប់សាច់មួយចំនួនដែលជាមកដុំតែម្ដងយកមកដោះដូរអញ្ចឹងយើងតាមដានសកម្មភាពដោះដូរទាំងអស់គ្នាសូមទោសបងប្អូនដែលខ្ញុំមិនបានថតវិធីដំឡើងធុងឲ្យបងប្អូនមើលប៉ុន្តែការដំឡើងធុងនេះគឺងាយស្រួលទេមិនពិបាកដំឡើងទេហើយចំពោះក្បាលបូមគឺយើងបានធ្វើចាប់សពគ្រប់ហើយអញ្ចឹងអរគុណបងប្អូនដែលតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់អរគុណជម្រាបលា